ដោះអញ្ចឹងរួចហើយត្រូវមានទង្វើជាក់ស្ដែងដើម្បីឲ្យទស្សនៈនោះចេញជារូបរាងឡើងគេហៅថាមនុស្សមានទស្សនៈវិស័យបើធ្វើនៅក្នុងគណៈបកនោះមិនបានទៅបង្កើតក្រុមមួយទៀតដើម្បីធ្វើឲ្យទស្សនៈនឹងចេញជារូបរាងឡើងអ្នកនយោបាយគឺត្រូវអញ្ចឹងគេបង្រៀនអ្នកនយោបាយគឺបង្រៀនអញ្ចឹងបង្រៀនឲ្យមនុស្សបង្កើតជាទស្សនៈវិស័យគឺទស្សនៈក្នុងការដោះស្រាយរួចហើយមានសកម្មភាពជាក់ស្ដែងដើម្បីដោះស្រាយបញ្ហាហ្នឹងបើច្បាស់ថាដោះស្រាយត្រូវតែអញ្ចឹងបងប្អូនអ្នកខ្លះតាំងពីអាយុ27 28រហូតដល់អាយុ70អីនោះបានអាទស្សនៈរបស់ខ្លួនហ្នឹងចេញជាផ្លែផ្កាឡើងតាសុកហ្នឹងត្រូវដោះអញ្ចឹងអាហ្នឹងគេហៅអ្នកនយោបាយបងប្អូនទៅមើលអ្នកនយោបាយស្រុកខ្មែរមើលខ្ញុំសឹងថារមួយមិនបានបងប្អូនសើតំណឹងរកតំណែងរកទួនាទីទាំងអស់អញ្ចឹងបានស្រុកខ្មែរទឹកដីសវណ្ណភូមិហើយប្រជាពលរដ្ឋនៅតែក្រហ្នឹងពីព្រោះយើងគ្មានអ្នកនយោបាយទេអត់មានអ្នកនយោបាយទេវាសិតតែអ្នកដែលជ្រកក្រមផ្លាកនយោបាយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់ពួកយើងខុសនឹងសំរងស៊ីទី1ទស្សនៈក្នុងការដោះស្រាយបញ្ហាសំរងស៊ីគាត់និយាយថាសំខាន់បំផុតនៅស្រុកខ្មែរគឺមេដឹកនាំគ្មានឆន្ទៈបើមេដឹកនាំមានឆន្ទៈក្នុងការដោះស្រាយបញ្ហាស្អីក៏ដោះបានដែរចំណែកពួកយើងវិញយើងថាអាចឆ្កែណាក៏ដោយឲ្យទៅនៅក្រៅច្បាប់ឲ្យតែមនុស្សនឹងអំណាចប្រមូលផ្ដុំសំណាញ់ច្បាប់ចងមិនជាប់ទេវាមុខតកិតក្រុមគ្រួសារវាមុនហើយមុខតកិតបពុះវាមុនហើយយើងយល់យ៉ាងច្បាស់ថាដើម្បីឲ្យខ្មែរបានសុខទាល់តែរុញច្រានអ្នកដឹកនាំឲ្យនៅក្រោមសំណាញ់ច្បាប់ត្រូវតែកាត់បន្ថយអំណាចរបស់អ្នកដឹកនាំធ្វើម៉េចក៏ដោយឲ្យទាំងអស់គ្នានៅក្រោមច្បាប់ជាទស្សនៈខុសគ្នាធំណាស់បងប្អូនគេយល់ថាស្រុកខ្មែរមកពីអ្នកដឹកនាំគ្មានឆន្ទៈនយោបាយបងប្អូនស្ដាប់គណៈបកសំរងស៊ីគឺភាសានឹងរស់មាត់ហ្មងទាំងអាអ្នកមិនចេះធ្វើនយោបាយអីទាំងអស់ក៏និយាយភាសាហ្នឹងដែរសំខាន់គឺមេដឹកនាំគ្មានឆន្ទៈនយោបាយគេនិយាយតែប៉ុណ្ណឹងហើយអាអ្នកខ្លះហ្នឹងអត់ទាំងស្គាល់ថាឆន្ទៈនយោបាយនឹងមានន័យថាម៉េចផងបីតកូនអេងឆៃអៀងបីតកូនយឹមសវណ្ណលៀងតែអាចកូនយឹមសវណ្ណទេយឹមសវណ្ណហើយអេងឆៃអៀងហ្នឹងអចិន្ត្រៃយ៍បបាក់ណាថាឆ្វេងថាស្ដាំណាពីព្រោះគេចាត់ចំណុចខ្សោយរបស់សំរងស៊ីបានហើយលៀងតែអាចកូនឆៃអេងកូនឆៃអៀងលៀងតែអាចកូនយឹមសវណ្ណទេប៉ុន្តែចេះប្រើពាក្យថាអត់ឆន្ទៈនយោបាយហ្នឹងដែរប៉ុន្តែអត់ស្គាល់ទេណាថាឆន្ទៈនយោបាយហ្នឹងស្អីអត់ស្គាល់ទេពួកយើងប្រាប់ថាអត់អញ្ចឹងទេអត់ទុកចិត្តពីណាទេប្រជាប្រដ្ឋខ្មែរសូមអ្នកតស៊ូម្ដងនេះតស៊ូឲ្យស្រេចរៀបចំប្រព័ន្ធណាឲ្យទាំងអស់គ្នានៅក្រោមច្បាប់នៅស្រុកគេធ្វើបានផលខ្លាំងណាស់រៀបចំប្រព័ន្ធមួយកាត់បន្ថយអំណាចរដ្ឋតាមយន្តការរបស់យើងហាមមិនឲ្យនាយករដ្ឋមន្ត្រីជ្រើសកងអង្គរៈហាមមិនឲ្យនាយករដ្ឋមន្ត្រីចាត់តាំងមេប៉ូលីសមេទៀនបដូរប្រព័ន្ធបោះឆ្នោតដើម្បីរំដោះអ្នកតំណាងរាស្ត្រចេញពីកញ្ញាំបកមេភូមិមេឃុំមេស្រុកមេខេត្តបោះដោយប្រជាពលរដ្ឋរួចតម្លាក់វិញដោយប្រជាពលរដ្ឋគណៈបកសំរងស៊ីគេចង់ចាត់តាំងប៉ុន្តែគេប្រាប់ថាមេភូមិមេឃុំមេស្រុកមេខេត្តរបស់គណៈបកប្រជាជនចាត់តាំងមនុស្សអត់ល្អចាំមើលគណៈបកសំរងស៊ីចាត់តាំងម្ដងសិតតែចាត់តាំងមនុស្សល្អមកទាំងអស់បងប្អូនណាពួកយើងមើលឲ្យបានច្បាស់ណាបងប្អូនចង់រស់នៅក្រោមឆន្ទៈសំរងស៊ីទៀតយកវាសនារបស់យើងទៅផ្ញើនឹងអ្នកថ្មីឬបងប្អូនចង់ដូរប្រព័ន្ធបោះឆ្នោតដើម្បីឲ្យវាសនារបស់យើងស្ថិតក្នុងកណ្ដាប់ដៃយើងខ្ញុំថាមេភូមិមេឃុំកុំភ័យមេភូមិមេឃុំគណៈបកប្រជាជនហ្នឹងកុំភ័យមេស្រុកក្តៅមេខេត្តដែរកុំភ័យថាពួកយើងផ្ដួលអ្នកឯងចាញ់រួចហើយយើងដាក់ខ្សែយើងអត់ដាក់ចឹងទេអ្នកចង់ធ្វើមេឃុំអ្នកចង់ធ្វើមេភូមិអ្នកចង់ធ្វើមេស្រុកអ្នកចង់ធ្វើមេខេត្តអ្នកនៅចុះអ្នកសុំអ្នកងើបផុតពីក្អីបន្តិចមកយើងរៀបចំដូរប្រព័ន្ធមុខអ្នកឯងណាជាមេភូមិមេឃុំមេស្រុកមេខេត្តអ្នកឯងកិច្ចមិនរួចពីមានចវាយទេមេភូមិមេឃុំមេស្រុកមេខេត្តអ្នកឯងកិច្ចមិនរួចពីមានចវាយទេប៉ុន្តែពេលនេះខ្ញុំសុំដូរចវាយកាលពីមុនចវាយអ្នកខាងលើឥឡូវខ្ញុំសុំដូរចវាយឲ្យមកជាខ្ញុំវិញប៉ុន្តែអង្គុយចោះកៅអីហ្នឹងប្រហើបកកូតមកខ្ញុំរៀបចំប្រព័ន្ធថ្មីមេភូមិកាលពីមុនចាត់តាំងពីលើឥឡូវនេះមេភូមិត្រូវបានជ្រើសតាំងដោយប្រជាពលរដ្ឋបោះដោយប្រជាពលរដ្ឋទម្លាក់វិញដោយប្រជាពលរដ្ឋមេភូមិឯងមេឃុំឯងមេស្រុកឯងមេខេត្តឯងជៀសមិនផុតពីមានចវាយទេឬមួយចវាយនៅខាងលើឬមួយចវាយជាប្រជាពលរដ្ឋយើងចង់ដូរតែប្រព័ន្ធកន្លែងហ្នឹងហើយមេភូមិមកឈរវិញចោះមេឃុំមកឈរវិញចោះមេស្រុកមកឈរវិញចោះបងប្អូនសម័យបន្តិចកុំឲ្យគេថាមនុស្សល្ងងមើលតាមភ្នែកណាតើតែឃើញតែហ្មងតើដើរបុកយ៉ាងម៉ាំងបានដឹងហ្មងបើគេរៀបចំប្រព័ន្ធហ្នឹងបងប្អូនតើតែគេរៀបចំឲ្យអនុវត្តមែនអនុវត្តទៅបានថាមែនvậyប៉ិនអង្គុយសម័យអង្គុយអត់ឃើញមនុស្សខ្លាំងមុននឹងធ្វើគេសម័យមុនគេគិតមុនហើយបានគេគូគិតបងប្អូនគិតបន្តិចមើលបើ
បងប្អូនដូរប្រព័ន្ធបោះឆ្នោតមេភូមិបោះដោយប្រជាប្រដ្ឋដូរច្បាយគាត់ណារួចតម្លាក់វិញដោយប្រជាប្រដ្ឋបោះឡើង50%បូក1តម្លាក់វិញ50%បូក1មេឃុំក៏ចឹងមេស្រុកមេខេត្តក៏ចឹងគេធ្វើជុំវិញពិភពលោកបងប្អូនសម័យបន្តិចមើលតើមេភូមិគាត់រត់ទៅរកមេគាត់នៅណាបងប្អូនសម័យគិតបន្តិចមើលមុននឹងគូណាយើងចង់គូអាប្រព័ន្ធហ្នឹងគិតឲ្យហើយប៉ុន្តែមនុស្សល្ងងតោះដើរបុកប៉ាំងហ្មងបើមិនជឿគាត់អង្គុយស្ងៀមស្រាប់តែស្អែកឡើងប្រព័ន្ធហ្នឹងគេដូរបាត់ដូចថាប្រអិនមកជប់វឹបដល់ពេលនោះគាត់ឃើញមេឃុំគាត់រត់មករកគាត់ណាបានគាត់ដឹងថាអើចឹងមែនវិញអាហ្នឹងគេហៅតដើបុកអញ្ចឹងចំណែកពួកអ្នកខ្លាំងវិញគេគិតមុនរួចបានគេគូក្រោយបងប្អូនគិតបន្តិចមើលមេភូមិមេឃុំមេស្រុកមេខេត្តសប្ងៃចវាយគាត់នៅលើបើស្នាជាយើងដូរប្រព័ន្ធហ្នឹងបោះដោយប្រជាប្រដ្ឋរួចតម្លាក់វិញដោយប្រជាប្រដ្ឋដូរតែចវាយគាត់ទេបើគាត់ខឹងយើងគាត់តាមដានយើងណាគាត់មិនឲ្យយើងប្រជុំមិនឲ្យចូលគណៈបកនយោបាយនេះឬគណៈបកនយោបាយនោះណាប្រាប់គាត់ទៅវិញថាខ្ញុំមិនដដើមតំណែងលោកទេមុខលោកនោះវាស្ទុះមិនរួចពីមានចវាយទេឬមួយចវាយនៅខាងលើឬមួយចវាយជាប្រជាប្រដ្ឋអ្នកគិតមើលខ្ញុំគ្រាន់តែចង់ធ្វើចវាយបើអ្នកតែប៉ុណ្្នឹងឯងខ្ញុំចង់ដូរតែប៉ុណ្្នឹងទេកុំភ័យខ្លាចខ្ញុំដដើមតំណែងនោះខ្ញុំមិនដដើមទេនៅស្រុកគេធ្វើបានសម្រាប់ណាបងប្អូនមេភូមិបោះដោយប្រជាប្រដ្ឋតម្លាក់វិញដោយប្រជាប្រដ្ឋមេស្រុកបោះឆ្នោតដោយប្រជាប្រដ្ឋតម្លាក់វិញដោយប្រជាប្រដ្ឋកុំថាពីណាថៃនឹងក៏ដោយថៃនឹងក៏ធ្វើចឹងដែរនាយករដ្ឋមន្ត្រីកាន់តែក្រសួងការពារជាតិក្រសួងហិរញ្ញវត្ថុក្រសួងពាណិជ្ជកម្មក្រសួងកសិកម្មក្រសួងឧស្សាហកម្មក្រសួងទេសចរតាក់ទងតែរឿងប្រទេសជាមួយនឹងប្រទេសដទៃទៀតតាក់ទងតែវិស័យធំអត់មានមកមើលមេភូមិឯណាចុះបញ្ជីធ្វើសបុតការសបុតបុនអីអត់ទេរឿងនឹងរឿងប្រជាប្រដ្ឋទាំងអស់នៅក្នុងស្រុកដែលប្រជាប្រដ្ឋមានការយល់ដឹងកាន់តែខ្លាំងណាបងប្អូនប្រជាប្រដ្ឋនឹងដណ្ដើមអំណាចនៃការដឹកនាំរដ្ឋកាន់តែខ្លាំងអំណាចរបស់រដ្ឋកាន់តែស្គមទៅទួនាទីរបស់រដ្ឋកាន់តែខ្សោយទៅនៅសហរដ្ឋអាមេរិកសូម្បីតែកភ្លើងហ្នឹងបងប្អូនគ្រឿងសព្វាវុធហ្នឹងឯកជនផលិតទាំងអស់រដ្ឋចេញទៅលុយរដ្ឋទួនាទីរបស់រដ្ឋវាស្គមទៅណារដ្ឋវាអត់មានទួនាទីអីក្នុងសង្គមទេពីព្រោះប្រជាពលរដ្ឋក្នុងសង្គមហ្នឹងវារស់បានដោយមិនបាច់មានទួនាទីរបស់រដ្ឋហើយប៉ុន្តែបើស្រុកផ្ដាច់ការវិញនិយាយពីទួនាទីរបស់រដ្ឋនិយាយពីដល់ភូមិឋានដូចយើងអញ្ចឹងហេតុអីបានទៅជាអញ្ចឹងបងប្អូនក្អីខាងលើវាឆ្ងាញ់ពេករឿងនេះណាបងប្អូនអាចដោះស្រាយបានមានតែប្រជាពលរដ្ឋទេអត់មានពីណាចូលរួមជួយដោះស្រាយបងប្អូនបានទេមើលឲ្យច្បាស់តើនេះជាទស្សនៈខុសគ្នាយ៉ាងមុតស្រួចរវាងយើងនិងគណៈបកសំស៊ីថាអំណាចនេះវាប្រមូលដុំទៅទុកប្រព័ន្ធអញ្ចឹងហើយវាសំខាន់មេដឹកនាំអត់ឆន្ទៈចំណាយពួកយើងវិញថាអត់ទេយើងដូរប្រព័ន្ធអ្នកនយោបាយបងប្អូនតែខុសគ្នាហើយនៅមួយនេះអត់បានទេខុសទស្សនៈយើងយល់ថាដោះស្រាយត្រូវអញ្ចេះអាមួយទៀតថាត្រូវដោះស្រាយអញ្ចេះតែយល់ច្បាស់អញ្ចឹងហើយបងប្អូននៅមួយនេះមិនបានទេលើកលែងតែមនុស្សជាប់ផលប្រយោជន៍ផ្ទាល់ខ្លួនអាចជាប់ផលប្រយោជន៍ផ្ទាល់ខ្លួនបើនៅក្នុងគណៈបកហ្នឹងអញបានក្អីតំណាងរាស្ត្រគិតទៅតែបានក្អីតំណាងរាស្ត្រអញនៅប៉ុន្តែបើមនុស្សតែជាប់ជាមួយនឹងទស្សនៈក្នុងការដោះស្រាយបញ្ហាត្រូវតែអញ្ចេះអ្នកខ្លះតាំងពីជាង20បងប្អូនទៅស្រុកគេមើលប្រវត្តិឡើងដល់70តម្រាំតែអាទស្សនៈហ្នឹងបានត្រូវគេគ្រប់គ្រងយូរណាបងប្អូនប៉ុន្តែវាអត់ឈប់ទេពីព្រោះកំណើតវាជាកំណើតអ្នកនយោបាយថាដោះស្រាយតែយល់ថាដោះស្រាយត្រូវមិនហើយវាកាន់តែទស្សនៈនឹងជាប់ទៅកន្លែងនេះមិនបានទៅកន្លែងនោះទៅកន្លែងនោះមិនបានទៅកន្លែងនោះណាពួកយើងបង្កើតគណៈបកមកហ្នឹងពីពួកយើងស្ទាបមើលសពកន្លែងហ្នឹងហើយវាអត់ឃើញអាការយល់របស់យើងវាខុសពីគេហ្មងយល់ថាស្រុកខ្មែរត្រូវតែផ្ដល់អំណាចក្នុងការដោះស្រាយបញ្ហាប្រទេសមកចំនួនធំទៅឲ្យប្រជាពលរដ្ឋមេភូមិមេឃុំបោះដោយប្រជាពលរដ្ឋរួចវិញទម្លាក់វិញដោយប្រជាពលរដ្ឋគ្មានអាណាតាមអាណាទេបងប្អូននាយករដ្ឋមន្ត្រីអត់ប្រជាបានទេបលិទាហានអត់ប្រជាបានឲ្យមកតាមដានប្រជាពលរដ្ឋទេពីព្រោះអីពីព្រោះគាត់អត់មានចាត់តាំងស្នងការខេត្តស្នងការអីជាក្រុមគ្រួសារប៉ុណ្ណឹងដល់ពេលឥឡូវគេចាត់តាំងស្នងការខេត្តស្នងការស្រុកអីសិតតែខ្សែគេណាដល់ពេលអញ្ចឹងយើងប្រជុំអីអញ្ចឹងគេចេះតែមកសួរពួកអីពួកគេខ្លាចបាត់តំណែងរបស់គេការពិតឯងរកសេចក្តីសុខឲ្យមនុស្សទាំងអស់គ្នារួមទាំងគាត់នឹងផងហ្នឹងណាសពថ្ងៃហ្នឹងស្មានតែគាត់នឹងមានណាស់អីក្រលហាមស្តៀងតែយើងដែរហ្នឹងមេបជាឆ្វេងមេបជាស្ដាំហើយប្រឹងគ្រប់គ្រងសកត់សកិនឲ្យប្រទេសនៅប៉ុណ្ណឹងឬយ៉ាងម៉េចបងប្អូនពិចារណាមើលថានិយាយស្ដាប់គ្នាអត់បានវេទនាខ្លាំងមែនតើខ្មែរយើងរឿងនិយាយស្ដាប់គ្នាអត់បានថាយើងអត់ចង់ដណ្ដើមតំណែងតួនាទីរបស់អ្នកទេមិនពេលដែលយើងឡើងយើងដាក់ខ្សែយើងថ្មីថាគ្មានខ្សែណាដាក់ក្រៅពីប្រជារដ្ឋខ្មែរទេអ្នកឯងក៏រៀនខ្មែរដែរនៅទៅក្នុងហើយសុំដូរតែប្រព័ន្ធនេះ
សុំដូរតែច្បាយទេបើអ្នកឯងកិច្ចផុតពីមានច្បាយបានណាអានឹងចាំអ្នកឯងក្តៅយើងប៉ិនមុខមេភូមិមេឃុំនឹងកិច្ចមិនផុតពីមានច្បាយទេបើមិនខាងលើទៅខាងក្រោមតែប៉ុណ្ណឹងបង្ហើបទឹកអីមកខ្ញុំដូរប្រព័ន្ធដើម្បីដូរច្បាយកាលពីមុនខាងលើធ្វើច្បាយឥឡូវខ្ញុំធ្វើច្បាយម្ដងតែប៉ុណ្ណឹងនេះជាទស្សនៈក្នុងការដោះស្រាយបញ្ហាពួកយើងយល់ថាមិនមែនមេដឹកនាំអត់ឆន្ទៈទេគឺយើងយល់ថាប្រព័ន្ធរដ្ឋបាលរបស់យើងឥតប្រសិទ្ធភាពនេះខុសគ្នាមួយគណៈបកសំស៊ីដល់ខុសទី2ខុសចំណុចចាប់ផ្ដើមគណៈបកសំស៊ីគេធ្វើជាអ្នកខ្លាំងគេធ្វើមិនទេគេធ្វើជាមេមន់ការកូនគេថារាជគ្មានខុសអីទាំងអស់ទីណាមានការលំបាកទីនោះតែងតែមានមុខគណៈបកសំស៊ីអានឹងសឹងត្រឡប់ថយក្រោយមកវិញថាចេះទីណាមានការលំបាកទីនោះតែងតែមានមុខគណៈបកសំស៊ីទីណាមានមុខគណៈបកសំស៊ីទីនោះតែងតែមានការលំបាកព្រោះអញ្ចឹងតែគណៈបកសំស៊ីចោះទៅកន្លែងណាមេភូមិមេឃុំគេសង្កត់អាកន្លែងនោះងាត់អាកន្លែងនោះសំណើណាដែលគណៈបកសំស៊ីយកទៅមុខតាលាយបដ ாய் គេផងដោះស្រាយក៏គេមិនដោះស្រាយអីដែរទីណាមានការលំបាកទីនោះតែងតែមានមុខគណៈបកសំស៊ីគណៈបកសំស៊ីគេប្រកាសប្រជាប្រដ្ឋមានការលំបាកគណៈបកសំស៊ីតែងតែយកចិត្តទុកដាក់តែងគណៈបកសំស៊ីតែងតែជួយឆ្អើរប្រជាប្រដ្ឋកន្លែងណាមានការលំបាកគណៈបកសំស៊ីតែងតែចុះទៅរហូតកន្លែងណាមានការលំបាកតែងតែមានមុខគណៈបកសំស៊ីត្រឡប់មកវិញមានន័យថាកន្លែងណាមានមុខគណៈបកសំស៊ីកន្លែងនោះតែងតែមានការលំបាកគេផងដោះស្រាយក៏គេអត់ដោះដែរព្រោះអីព្រោះមានមុខគណៈបកសំស៊ីទៅហើយវាអញ្ចឹងបងប្អូនពួកយើងវិញពេលប្រជាប្រដ្ឋមកប្តឹងយើងថាអូយគេយកដីយកធ្លីខ្ញុំប្រាប់ថាខ្ញុំក៏ជួយមិនបានដែរខ្ញុំមិនដែរគេយកដែរណាមិនមែនថាយើងជាគណៈបកយើងជាអ្នកនយោបាយយើងអាចដោះស្រាយបានថាអត់ទេយើងជាជនរងគ្រោះកូនជ្រូកដូចគ្នាគណៈបកសំស៊ីគេថាអត់ចឹងទេគេគឺជាអ្នកខ្លាំងទីណាមានការលំបាកតែងតែមានមុខគណៈបកសំស៊ីសួរគណៈបកសំស៊ីដោះស្រាយបានមួយនៅថាអត់ដែរបានទេប៉ុន្តែយកសំណើទៅឲ្យរដ្ឋាភិបាលគេដឹងថាមិនបានប៉ុន្តែគេនៅតែយកហេតុអីពីព្រោះគេចង់ប្រាប់ប្រជាគេចង់ឲ្យប្រជាប្រដ្ឋមើលគេថាគេហ្នឹងខំប្រឹងដោះណាស់ប៉ុន្តែរដ្ឋាភិបាលមិនដោះដូច្នេះដូររដ្ឋាភិបាលចោលទៅនេះអានឹងសាធរប្រមាថស្មានតែប្រជាប្រដ្ឋមិនដឹងដល់តែយូរប្រជាប្រដ្ឋយល់មានចំនួនបញ្យល់ពីយើងផងគេប្រមាថឥឡូវសលេងចេះថយដូចខាត់ជំរាបយើងហ្នឹងកែសវណ្ណរដ្ឋគាត់ភ័យហើយពួកអីកៅអីសវណ្ណកែសវណ្ណរដ្ឋអគ្គលេខាធិការគណៈបកសំស៊ីណាប្រពន្ធរបស់លោកយឹមសវណ្ណឥឡូវនេះគាត់ភ័យសៀមរាបហ្នឹងគាត់ឈប់ឈរហើយគាត់ស្ទាបទៅនេះយើងស្ទាបទៅនោះយើងគាត់ថា6កៅអីខ្លាចបាត់ព្រោះកៅអីសំស៊ីតែមួយទេនេះឥឡូវគាត់រត់ទៅព្រៃវែងបាត់ហើយគាត់ទៅឈរពីព្រោះកៅអីព្រៃវែងគណៈបកសំស៊ីបាន2ហើយកៅអីខេត្តព្រៃវែង2មកដណ្ដប់កៅអីគាត់ទៅឈរលេខ1នៅនោះប្អូនថ្លៃរបស់យឹមសវណ្ណណាអូប្អូនថ្លៃរបស់អេងជាអៀងឈ្មោះលោកគួយប៊ិនរឿនឈរនៅខេត្តតាកែវក៏ភ័យដែរពួកខេត្តតាកែវតែ8កៅអីទេសំឡេងរបស់យើងវាចេះតែបុកប៉ុន្តែគេថាអត់ភ័យណាប៉ុន្តែគេរត់រកកន្លែងអស់ហើយទី1គេថាម៉េចគេរត់ទៅណាឥឡូវថារត់ទៅខេត្តកំពង់ចាមគួយប៊ិនរឿនរត់ពីតាកែវ8កៅអីទៅកំពង់ចាម8ដណ្ដប់កៅអីហេតុអីបានគេភ័យគេថាទី1សំរងស៊ីមិនបានចូលស្រុកមិនដឹងសលេងឆ្នោតយើងទៅខាងណាមកកណីទេទី2អាគណៈបកមួយនឹងវាហែកវាហ៊ូគ្រប់កន្លែងទាំងអស់ដឹងមេគេចុះមកគេនិយាយសើចថាម៉េចទេបងប្អូនមេគេចុះមកខាត់សៀមរាបហ្នឹងពួកសកម្មជនណាគេលួចប្រាប់យើងមេគេមកសួរសកម្មជនរបស់គេនឹងថាសពថ្ងៃមានបញ្ហាដែរឬទេតើគណៈបកប្រជាជនណាមានគៀបសង្កត់ដែរឬទេគេថាអត់ទេប៉ុន្តែញ៉ៃជាងគេអាគណៈបកសម្ព័ន្ធឥឡូវបងប្អូនមើលគាត់ថាគេសួរពីរឿងគណៈបកប្រជាជនមានធ្វើបាបថាអត់ទេមានគណៈបកប្រជាជនគណៈបកសម្ព័ន្ធនេះធ្វើបាបយើងសងៃណែគេភ័យយើងប៉ុនខាងក្នុងភ័យចឹងប៉ុនខាងក្រៅអត់ថាអត់ភ័យទេប៉ុនដូរកន្លែងគ្រប់គ្នាអស់ណាដូរកន្លែងហើយយើងចេះថាម៉េចអញធ្វើលេងតាអញចេះតែធ្វើលេងតាចេះថាចឹងទៅប៉ុនផ្សាយអត់ឈប់ទេលេងតែដាក់ខ្លួនឲ្យទៀបរឹកវាឲ្យសភាពតែការងារឲ្យណាពួកនឹងបងប្អូនសំដីនិយាយពីលើតតែហ្មងសំដីពីលើតហ្មងអតចរិតហ្នឹងសត្វតចរិតខុសគ្នាពួកយើងយល់ថាចំណុចចាប់ផ្ដើមគឺត្រូវតែបញ្យល់រាជទាំងអស់ឲ្យរាជហ្នឹងយល់ពីកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមជួយកសាងសង្គមតែគណៈបកសំរងស៊ីគេធ្វើដូចមេមន់សម្រាប់ការកូនអញ្ចឹងចំណែកយើងវិញយើងប្រាប់ថាកូនមន់ទាំងអស់ខ្ញុំជួយអ្នកមិនបានទេប៉ុន្តែគ្រាន់តែខ្ញុំប្រាប់ហេតុផល
ប្រាប់មូលដ្ឋានក្នុងការពិចារណាថាអ្នកធ្វើបែបនេះបានអាចដោះស្រាយបញ្ហារបស់អ្នកបានរួចហើយអ្នកត្រូវចូលរួមធ្វើទាំងអស់គ្នានេះខុសគ្នាគណៈបកសំស៊ីគេថាគេខ្លាំងទុកឲ្យប្រជាពលរដ្ឋចឹងហើយគេអ្នកជួយប្រជាពលរដ្ឋហ្មងខុសគ្នាដាច់តែបងប្អូននិយាយស្ដាប់គ្នាមិនបានហ្មងកន្លែងហ្នឹងគេថាខ្ញុំជេររាសខ្ញុំឌីលរាសសាររាសល្ងងគេទ្រាំបានទេគេធ្វើមិនកើតទេខុសគ្នាណាសួរនៅមួយគ្នាកើតអត់ខុសគ្នាខុសពីទី1ទស្សនៈក្នុងការដោះស្រាយគេថាទុកអំណាចមកដុំស៊ីសងលើមេដឹកនាំអត់ឆន្ទៈចំណែកពួកយើងវិញយើងថាមកពីអំណាចប្រមូលដុំពីណាក៏ដោយគណៈបកសំនឹងស៊ីក៏ដោយមុខតគិតប្រយោជន៍តខ្លួនមុនណាយើងយល់ថាតតបបែកអំណាចរដ្ឋដើម្បីផ្ដល់ការទទួលខុសត្រូវក្នុងការដឹកនាំរដ្ឋនឹងមកដល់ដៃប្រជាពលរដ្ឋដល់ចំណុចចាប់ដើមយើងថាយើងនឹងរៀសគៀកស្មាគ្នាជាបងជាប្អូនទាំងអស់គ្នាយើងទាំងអស់គ្នាជាអ្នករងគ្រោះគណៈបកសំស៊ីអត់ទេគេធ្វើជាមេធំគេធ្វើជាមេមន់ហើយប្រជាពលរដ្ឋអត់ខុសអីទាំងអស់ខុសគ្នាបងប្អូនទស្សនៈខុសគ្នាដល់ពេលអរិយាប័ត្រនយោបាយខ្ញុំប្រាប់ថាពួកយើងត្រូវឈរលើភាពបរិសុទ្ធជាមួយគណៈបកប្រជាជនណាបងប្អូនត្រូវមើលឲ្យច្បាស់ខ្លាណាបងប្អូនខ្លាហើយខ្លាដាច់នៅក្រៅត្រង់ទៀតណាបងប្អូនច្បាប់ចងអត់ជាប់ទេលេងមួសុខហួរគាត់ប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនយក500លុយខ្មែរឥឡូវលទ្ធផលយ៉ាងម៉េចហើយដកអភ័យឯកសិទ្ធិបាត់រួចហើយបងលុយឲ្យគេទៀតមួសុខហួរណាប្តឹងគេហើយប្តឹងយកតែ500លុយខ្មែរណាដល់លទ្ធផលយ៉ាងម៉េចលទ្ធផលគេដកអភ័យឯកសិទ្ធិគាត់ហើយចាញ់ក្តីគេក្តី3សាលាចាញ់ទាំងអស់សាលាដំបងអូតូកពូលចាញ់ទាំងអស់បងលុយឲ្យគេនៅសុកក៏បងប្អូនយកដៃទៅលូកមាត់ខ្លាយើងដឹងច្បាស់លាស់ណាថានៅស្រុកខ្មែរអំណាចប្រមូលដុំធ្វើអីមិនកើតទេហើយហ៊ានប្តឹងគេដោយអត់យល់ការបងប្អូនចាំណាមើលហ៊ានប្តឹងគេបើគាត់កុំប្តឹងវាអត់បងលុយទេនោះអត់មានចាញ់ក្តីទេនោះសួរថាហេតុអីបើស្នាជាយើងមិនប្តឹងពីព្រោះយើងយល់ស្ថានភាពថាប្តឹងវាអត់កើតអារឿងបងលុយមិនបងលុយអារឿងគេដកអភ័យឯកសិទ្ធិមិនដកមិននៅលើកដាប់ដៃគណៈបកប្រជាជនណាលើកដាប់ដៃគាត់ណាបើគាត់សម្ដេចចិត្តថាប្តឹងអានឹងបានមកវិញដកអភ័យឯកសិទ្ធិនឹងបងលុយគិតមើលខ្លួនឯងដូច្នេះតើអ្នកត្រូវប្តឹងឬមិនប្តឹងគេថាគេប្តឹងទីបំផុតវាបានមកវិញបងលុយរួចហើយគេដកអភ័យឯកសិទ្ធិគាត់បានវិញផងមួយសខួរហ្នឹងបងប្អូនណាបងប្អូនមើលគណៈបកប្រជាជនឲ្យច្បាស់អំណាចប្រមូលផ្ដុំបងប្អូនគាត់និយាយច្បាស់ណាស់នៅស្រុកខ្មែរមានបណ្ណាចាប់ខ្ញុំទេមានតែខ្ញុំចាប់គេបងប្អូនឲ្យច្បាស់លាស់បងប្អូនណាអញ្ចឹងក្នុងកលៈទេសៈបែបហ្នឹងបងប្អូនបើពួកយើងវិញខ្ញុំនិយាយមួយលោកប្រធានសំស៊ីរួចហើយនិយាយអត់ត្រូវគ្នាបងប្អូនកន្លែងហ្នឹងនិយាយមិនត្រូវគ្នាខ្ញុំថាបងខ្ញុំថាលោកប្រធានណាធ្វើនយោបាយឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនណាគាត់ប្រកួតតែឯងទៅនៅស្រុកខ្មែរបងប្អូនឲ្យគាត់រកដៃគូប្រកួតអត់បានណាគាត់នៅក្នុងទៅនៅតែឯងហ្នឹងទៅយើងចេះតែថាខ្លួនយើងអន់យើងអីចឹងទៅដល់ពេលចឹងគាត់វាយយើងអត់កើតទេវាយអាម៉េចបើគាត់ខ្លាំងយ៉ាងនោះឲ្យតែគាត់ចលើកបាត់មកអូយសម្ដេចកំឡោខ្ញុំខ្លាចហ្មងអាបរទេសសួរថាខ្ញុំខ្លាចពីណាមិនខ្លាចបងប្អូនគាត់ក៏ខ្លាចទេបើមិនខ្លាចក៏អត់រត់ទេប៉ុន្តែគាត់ថាអត់ខ្លាចទេបើមិនខ្លាចមិនរត់អាបរទេសនឹងជួយធ្វើអីបើសំនឹងស៊ីថាគេមិនខ្លាចផងហ្នឹងបើសំនឹងស៊ីថាខ្លាចទៅសំស្គកសំនឹងស៊ីចូលស្រុកវិញជួយការពារសំនឹងស៊ីបើសំនឹងស៊ីថាមិនខ្លាចផងហ្នឹងអាបរទេសនៅតែអូខំការពារសំនឹងស៊ីបងប្អូនហើយបងប្អូនពួកយើងវិញណាយើងយល់ថាធ្វើឲ្យបងប្អូនណាយើងមើលស្ថានភាពរបស់យើងដោយកូនមន់អាជ័យណាបើយើងរកអីជួលមិនបានយកកូនមន់ទៅជួលប៉ិនជីបំផុតកូនមន់ជួលឈ្នះជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាមួយគណៈបកប្រជាជនឲ្យគាត់ប្រកួតតែឯងទៅកុំធ្វើខ្លាំងគាត់បាយងាប់ធ្វើខ្លាំងគាត់បាយងាប់ហ្មងតែងាកមកចំអូយកុំខ្ញុំខ្លាចហ្មងខ្ញុំខ្លាចតែហ្មងកុំប៉ុន្តែគោលដៅរបស់យើងចោលទេណាបើយល់រាប៉ុន្តែយើងធ្វើឲ្យអន់តែហ្មងឲ្យមកស្រុកខ្មែរហ្នឹងមានតែគាត់តែហ្មងបើគាត់ថាគាត់ឈរ100អាណត្តិទៀតយើងថាអូជូនពរឲ្យ2000អាណត្តិទៀតហ្មងជូនពរតែរហូតចឹងហ្មងប៉ុន្តែការងាររបស់យើងកុំភ្លេចតើតាយូប្រជាពលរដ្ឋគាត់ធុញគាត់ថប់គាត់មិនចេះរស់នៅគាត់ចង់ងើបអានោះដល់ថ្ងៃឈ្នះប៉ុន្តែបើយើងគាត់កពស់ចង់ដងខ្ញុំចង់ដងត2ដងយើងនៅតែរឹងមាំយើងខ្លាំងគណៈបកសិទ្ធិមនុស្សអីសំលេងគណៈគេផ្សាយគណៈបកសិទ្ធិមនុស្សគេផ្សាយកម្មវិធីគេថាសំលេងសិទ្ធិមនុស្សគឺជាសំលេងរបស់អ្នកតស៊ូដើម្បីសេរីភាពអូយសង្ឃថាបហោឈាមកដាលពេញបងប្អូនអ្នកតស៊ូដើម្បីសេរីភាពមួយគេសុទ្ធតែបង្ហាញពីគេខ្លាំងកាលពីមុនបោះឆ្នោតណាគណៈបកប្រជាជនគេដាក់រូប3សម្ដេចជាស៊ីមសម្ដេចហ៊ុនសែនហើយនិងសម្ដេចហេងសំរិន
គណៈបកសិទ្ធិមនុស្សគេលើក3ដែរគឺសុទ្ធតែធំរបស់គេដែរក៏សុទ្ធតែ3ងាប់នឹងស្អីជុងកាត់